ឥឡូវយើងមកបន្តដោះស្រាយលំហាត់យើងណាបាទលំហាត់នេះគឺជាលំហាត់ limit គេប្រឡងបាក់ឌុបឆ្នាំ2025មាន4រមាំងអញ្ចឹងក្នុងការប្រឡងគេតែងតែដាក់លំហាត់យ៉ាងស្រួលយើងណាដំបូងឥឡូវយើងឆែកមើលលំហាត់កយើងសិនបើសិនបើយើងធ្វើការចំនួនចូលនៃ x ខិត7 1អញ្ចឹងបើសិនជាយើងចំនួនចូលនេះបាន1ការ៉េបាទ1ការ៉េដកឲ្យ1បាទឬវាដល់ពេលនេះវាចេញ0នេះព្រោះ1ការ៉េវាស្មើជាមួយនឹង1ដក1ឃើញ0ហើយហ្នឹងដល់ពេលនេះគឺ3បាទបូក3គុណឲ្យ1អញ្ចឹងយើងឃើញថារៀងយើងមិនមែនជារៀងមិនកំណត់ទេអូខេកាលណាវាអត់ចូលរៀងករណីដែលរៀងមិនកំណត់យើងចំនួនចូលហើយឡើយណាបាទអញ្ចឹងយើងចំនួនចូលមកបាទយើងដាក់មកនេះ1ការ៉េដកឲ្យ1បូកឲ្យ3គុណឲ្យ1ណែអញ្ចឹងគេថាកន្លែងនេះក៏បានជាងគ្នាអញ្ចឹងអានឹងចេញ0មិនចឹងចាអានឹងវាចេញ0ដល់ពេលកន្លែងនេះយើងគុណគ្នាទៅវាឃើញ3បាទអញ្ចឹងបូកឲ្យ3ចម្លើយយើងគឺស្មើនឹង3នេះគឺជាចម្លើយលំហាត់បាទលំហាត់ A ចំពោះលំហាត់ B យើងនេះវិញបាទគូពោះជា2យើងមើលរៀងវាសិនតើរៀងវាចូលករណីរៀងមិនកំណត់អត់ព្រោះនេះយើងរៀងមិនកំណត់រៀងកំណត់ណារៀងកំណត់ជាងយើងជំនួសចូលកៃឡូលំហាត់ B នេះយើងជំនួសចូលមកថាវាអាចចូលរៀងមិនកំណត់ឬក៏ចូលរៀងកំណត់ណាឥឡូវបើសិនជាយើងយក x ខិត70ជំនួសចូលនេះសេគុណ4គុណឲ្យ0ហើយដកឲ្យ1ចានេះវាស្មើជាមួយនឹង4សេគុណ0 4អានេះ4គុណ0វាជាង0អញ្ចឹងសេគុណ0វាស្មើ1បាទ1ដក1ឃើញ0អូខេគេយកចេញ0ណាដល់ពេលនេះសេគុណដែរ0ដែរសេគុណ0គឺស្មើ1ដក1 0អញ្ចឹងរៀងយើងគឺ0លើ0អញ្ចឹងកន្លែងនេះគូបញ្ចូលរមុនវាតែម្ដងមកតែយើងបាច់ចាំទៅណាបំបែកវាទៅសម័យតាមរយៈសម័យកាល degree ទី2ក៏បានដែរអញ្ចឹងអានេះយើងអាចនិយាយបានថាបើសិនបើ limit នៃ x ខិត7ទៅបាទ x ខិត7ទៅ0ហើយសេគុណ ax ដកឲ្យ1នៅលើ ax គឺស្មើជាមួយនឹង1នេះរូបមន្តយើង1ដែលយើងអាចថាពិនិត្យមើលទៅគ្រូទាយរូបមន្តនេះដាក់មកលើវិញដាក់នៅខាងលើនេះដាក់នៅទៅនេះមកបាទយើងនឹងបញ្ចូលរូបមន្តហ្នឹងណាអញ្ចឹងវាស្មើជាមួយនឹងកន្លែងនេះគ្រូផ្ដាច់វាជា2អញ្ចឹង limit នៃ x ខិត7ទៅ0ឡើយនេះគ្រូឲ្យវាមានភាគបែងព្រោះរបស់យើងយ៉ាងណាក៏ដោយឲ្យមានភាគបែងព្រោះអានេះសេគុណ 4x ដក1អញ្ចឹងក៏មានភាគបែង x ឬក៏ ax អញ្ចឹង a យើងកន្លែងនេះគឺវាស្មើ4នេះ a យើង4អញ្ចឹងអានេះយើងត្រូវមានភាគបែង4ដែរណាបាទអញ្ចឹងយើងបានស្វ័យគុណ 4x ដកឲ្យ1នៅលើ 4x អញ្ចឹងយើងគុណឲ្យបាទគុណឲ្យ x កន្លែងនេះមិញយើងផ្ដាច់វាជា2នេះអញ្ចឹងនៅនេះមួយទៀតបាទនៅមួយទៀតនៅភាគបែងយើងមួយទៀតគឺដក1បាទកន្លែងនេះយើងឆែកមើលដែរណាសេគុណ x នេះគឺមានថា a យើងកន្លែងនេះគឺលេខ1នេះអញ្ចឹងមានថានេះគឺ 1x នេះកន្លែងណា 1x ឬក៏យើងដាក់ថា x ក៏បានដែរមិនចាំតែដាក់ 1x ទេប៉ុន្តែអ្វីដែលយើងថែមមិញវាលើសអីគេមិញយើងបានថែម x នេះស្រួលចោលអស់ហើយអញ្ចឹងវាលើសអីគេលើសលេខ4នៅភាគបែងគេលើសលេខ4នៅភាគបែងណាបាទអញ្ចឹងយើងត្រូវគុណជាមួយនឹងបាទគុណជាមួយនឹង4បាទណាគុណជាមួយនឹង4អញ្ចឹងយើងបន្តទៀតស្មើជាមួយនឹងកន្លែងហ្នឹងនេះអានេះមិនចូលរមុនយើងមួយទេនេះបាទសេគុណ limit x ខិត70សេគុណ ax ដក1នៅលើ ax វាស្មើជាមួយនឹង1អញ្ចឹងគ្រូដាក់មកហើយគឺស្មើ1គុណឲ្យម្ដុំនេះដែរក៏វាស្មើជាមួយនឹង1ដែរអញ្ចឹងវាស្មើ1គុណឲ្យ1ទៀតអញ្ចឹងគុណឲ្យ1ទៀតអីគេនេះបាទគុណឲ្យ4ណាបាទគុណឲ្យ4អញ្ចឹងអានេះ limit យើងវាស្មើ4បាទចម្លើយទី2បាទចម្លើយទី2ឃើញ4បាទលំហាត់ B យើងគឺឆែកមើលរៀងយើងកន្លែងនេះយើងឃើញថាបើសិនបើយើងចំនួនចូលទៅវា2បាទដកឲ្យអានេះរឹស2បូកឲ្យ2ចឹងណា2បូក2វាស្មើ4បញ្ចេញពីរឹសទៅវាស្មើ2 2ដក2ឃើញ0បាទនេះភាគបែងយើងនេះគឺនេះ2សេគុណ3ណា2សេគុណ3ដកឲ្យ8អញ្ចឹង2សេគុណ3វាស្មើជាមួយ2គុណឲ្យ2គុណឲ្យ2 3ដងស្មើ8 8ដក8ឃើញ0អញ្ចឹងរៀងយើងរៀងមិនកំណត់0លើ0ហ្នឹងណាអញ្ចឹងដោយសារតែវាមាន radical បាទកាលណាមាន radical គឺយើងត្រូវបាទគុណជាមួយនឹងកសំឆ្លាស់បាទគុណជាមួយកសំឆ្លាស់ឥឡូវក៏គុណជាមួយកសំឆ្លាស់សិនបាទ limit
នេះ x ខិតចិត្តទៅរក2នៅលើ2ដកឲ្យឬ x បូកឲ្យ2បាទកន្លែងនេះយើងគុណកសំឆ្លាស់យើងគឺគេ2ឬ x បូកឲ្យ2ដែរអញ្ចឹងឆ្លាស់វាឆ្លាស់ត្រង់នេះដោយសារយើងឃើញថាសញ្ញាកន្លែងនេះគឺវាដកអញ្ចឹងឆ្លាស់យើងកន្លែងនេះគឺយើងដាក់បូកណាអញ្ចឹងឆ្លាស់យើងគឺឆ្លាស់កន្លែងហ្នឹងនេះដកបូកហ្នឹងគឺជាកន្សំឆ្លាស់យើងបាទភាគបែងយើងគ្រូអត់តបែកអីទាំងអស់ x សេគុណ3ដកឲ្យកន្លែងនេះគ្រូសេបន្ថែមតិចណាចេះគ្រូសេថា8វាស្មើជាមួយនឹង2សេគុណ3ចាស់បាទកតាឲ្យព្រោះយើងគុណថែមនេះគុណថែមអីគេដាក់ពោហត់បាទគុណថែម2បូកឲ្យរឹស x បូកឲ្យ2បាទបិទវាវិញអូខេមកដល់កន្លែងចំណុចនេះគឺយើងមានចំណុចមួយដែលថាបន្ថែមព្រោះដោយសារតែយើងឃើញថាយើងទៅបែកបញ្ចូលរួមមុនយើងកន្លែងមួយណាបាទឥឡូវនេះអាគីបដក b គីបបាទអាគីបដក b គីបហ្នឹងណាគេរួមមុនយើងកន្លែងនេះអាគីបដក b គីបអញ្ចឹងអាគីបបក b គីបស្មើជាមួយនឹង a ដក b គេកតាឲ្យអីគេបាទកតាឲ្យ a ការ៉េបូកឲ្យ ab បូកឲ្យ b ការ៉េនេះអានេះរួមមុនយើងនេះអញ្ចឹងអាគីបដក b គីបណាបាទអញ្ចឹងគូសេភាគបែងហ្នឹងឲ្យវាស្មើជាមួយនឹងដាក់ពណ៌ខ្មៅវិញ limit នេះ x ខិតចិត្តទៅរក2បាទចានេះយើងបាន x ដកឲ្យ2បន្ទាប់មកគឺ x ការ៉េបូកឲ្យ ax a យើង x b យើង2ចឹងយើងបាន 2x បូកឲ្យ b ការ៉េបាទ2ការ៉េនេះតមកយើងគុណជាមួយនឹងកសោមឆ្លាស់ដែលយើងបានគុណហ្នឹងគឺ2ឬ2បូកឬ x បូកឲ្យ2បាទបិទវិញចំណុចទី2នៅពេលដែលយើងគុណកសោមឆ្លាស់ហើយកន្លែងហ្នឹងយើងត្រូវចាំថាដឹងតាចូលរមុន a ការ៉េដក b ការ៉េហើយកន្លែងហ្នឹងបាទចាំវាតែហ្មងទៅណាអញ្ចឹងយើងបាន2ការ៉េដកឲ្យឬx បូកឲ្យ2លើកជាការ៉េចែកបាទគូដាក់វងចកមកតង់ទៀតដើម្បីកុំឲ្យគ្នាយើងច្រឡំអូខេមកដល់ចំណុចនេះហើយនៅតែមានអាចករណីដូចគ្នាយើងច្រឡំអញ្ចឹងតើច្រឡំមិនទៅទៀតបាទទៅទៀតយើងថាតើច្រឡំមិនណាតើច្រឡំមិនដាក់មកនេះគ្រូសេតដែរភាគបែកយើង x ដកឲ្យ2កតាឲ្យ x ការ៉េបូកឲ្យ 2x បូកឲ្យ4បាទកតាឲ្យ2បាទ2បូកឲ្យ x បូក2តែកុំភ្លេចដាក់ឫសគេណាកុំភ្លេចដាក់ឫសគេកន្លែងនេះយើងបាន4បាទនេះគេយកយើងបាន4ប៉ុន្តែកន្លែងនេះយើងសម្រួលឫសចោលទៅបាទយើងសម្រួលឫសចោលប៉ុន្តែគ្នាយើងកុំភ្លេចណាដោយសារតែខាងមុខនេះវាមានសញ្ញាដកនេះអញ្ចឹងពេលយើងសម្រួលនេះចោលបាទសម្រួលឬការ៉េចោលយើងត្រូវតែប្រើវងកញ្ចក់បាទអញ្ចឹងគ្រូនៅបន្តប្រើវងកញ្ចក់ដកកតាឲ្យ x បូកឲ្យ2បាទមកតង់ទៀតអញ្ចឹងវាស្មើជាមួយនឹង limit យើង limit x ខិតចិត្តទៅរក2អូខេ x ដក2 x ដក2ដាក់ x បូក2 x ដក2កតាឲ្យ x ការ៉េបូកឲ្យ 2x បូកឲ្យ4កតាឲ្យ2បូកឲ្យឬ x បូកឲ្យ2អញ្ចឹងកន្លែងនេះគ្រូអាចគិតថាយើងគុណសញ្ញាបញ្ចូលទៅយើងបានអីគេយើងបានដក x ណាយើងបានដក x ដល់ពេលនេះយើងគុណសញ្ញាចូលទៀតទៅយើងបានអីគេយើងបានដក2បាទហើយកុំភ្លេច4គេនេះបូក4អញ្ចឹងយើងស៊ីសងទៅបាទវាសល់ដក x បាទដក x 4ដកឲ្យ2វាសល់បូក2បាទអញ្ចឹងយើងត្រូវការសម្រួលជាមួយកតា x ដក2កតាដែលធ្វើ0 x ដក2អញ្ចឹងកន្លែងនេះគូចាប់ x ចាប់ដក x ជាដកជាកតាទៅវាសល់ដកកតាឲ្យ x ដកឲ្យ2ចាអានេះគឺអ្វីដែលយើងចាប់បានណាយើងចាប់សញ្ញាដកជាកតាបាទអញ្ចឹងគូសេយកឥឡូវហ្នឹងគឺដកកតា x ដកឲ្យ2
បាទតើមកយើងសម្រួលវាចោលទៅនេះយើងសម្រួលវាចោលអាហ្នឹងអញ្ចឹងអ្វីដែលនៅសល់អ្វីដែលនៅសល់វាស្មើជាមួយនឹង limit នៃ x ខិតជិតទៅរក2បាទភាគយកយើងនៅសល់មិនអស់ណានេះយើងមើលស្រួលណាយើងសម្រួលទៅមិនអស់ហើយណាវាសល់សញ្ញាដកហើយវាសល់មេគុណលេខ1ទៀតណាអញ្ចឹងវាសល់ដក1អញ្ចឹងភាគបាយយើងនៅសល់ x ការ៉េបូកឲ្យ 2x បូកឲ្យ4បិទវងកញ្ចក់2បូកឲ្យ x បូកឲ្យ2បាទបិទវងកញ្ចក់វិញខ្ញុំធ្វើការចំនួនចូលហើយគឺវាស្មើជាមួយនឹងដក1អាភាគបាយយើងចំនួនចូលមកបាទ2ការ៉េបូកឲ្យ2គុណឲ្យ2ហើយបូកឲ្យ4បាទបើកបិទវងកញ្ចក់2បូកឲ្យរឹស2បូកឲ្យ2នេះហើយកន្លែងនេះយើងគិតត្រួសទោះអានេះវាស្មើ4ដល់ពេលអានេះស្មើ4ដែរអានេះវា4បូកចូលគ្នាទៅវាស្មើជាមួយនឹង12បាទ12អានេះបូកទៅវាបាទ12គុណអីគេអានេះបូកទៅវាបាន4បញ្ចេញពីរឹសមកបាន2 2បូក2គឺបាទ2បូកឲ្យ2នេះគឺស្មើជាមួយនឹង4អញ្ចឹងយើងយក12គុណឲ្យ4ទៅបាទ12គុណឲ្យ4វាស្មើនឹងជាមួយ48ណាបាទវាស្មើជាមួយ48អញ្ចឹងវាស្មើជាមួយនឹងដក1នៅលើ48បាទនេះគឺជាចម្លើយ C បាទ C ហ្នឹងគឺវែងគួរសមណាបាទវែងគួរសមមិនគេដែរមិនជាខ្លីរណាស់ណាទេ